សូមចម្រើនពរញាតិបងប្អូនប្រុសស្រីទាំងអស់គ្នានេះសកម្មភាពដែលកំពុងតែចាក់សាក់ដែលសកម្មភាពសាក់នេះសាក់ដោយព្រះអង្គគ្រូបណ្ឌិតរឿនស៊ីលិញជាឧត្តមទីប្រឹក្សាសមាគមអភិរក្សសាក់យ័ន្តកម្ពុជានិងជាបណ្ឌិតបុរាណវិទ្យាផ្នែកខាងបព្វធម៌ប្រពៃណីមកពីសាកលវិទ្យាល័យប៉ារីសហើយព្រះអង្គគ្រូបានរៀបយន្តសាក់នៅកណ្ដាលខ្នងនេះយន្តនេះគឺខាងដៃជះមានអតិបិសោពុទ្ធគុណគាថាមណ្ឌលនៅខាងលើនេះហើយក៏សាក់នៅស្មាឆ្វេងស្ដាំនេះគឺយន្តព្រះពុទ្ធ16អង្គអ្នកមគ្គអ្នកអនុករអ្នកកកអអ្នកអអ្នកកាំងគឺសាក់នៅស្មាឆ្វេងស្ដាំហើយមានបំណងរៀបសាក់ពេញខ្នងទាំងអស់ណាអញ្ចឹងសម្រាប់ញាតិមិត្តបងប្អូនដែលចង់សាក់យន្តខ្មែរយើងក៏អាចចេញមកសាក់បានគ្រប់គ្នាហើយសម្រាប់ទីតាំងសាក់គឺមាន2ទីតាំងពេលបច្ចុប្បន្ននេះទីតាំងទី1គឺនៅខេត្តបាត់ដំបងនៅខាងជើងរូបសំណាក់លោកតាត្បូងកញ្ញូងប្រមាណតែជា300ម៉ែត្រទេណាចប់ស្តុបចំោះជ្រូកហ្នឹងគឺសាក់ដោយសមាជិកសមាជិកានៃសមាគមអភិរក្សសាក់យ័ន្តកម្ពុជាហើយទីតាំងមួយទៀតណាខ្ញុំកណាត់មកភាពរួមទាំងព្រះអង្គគ្រូហ្នឹងគឺបន្តអភិរក្សផ្សព្វផ្សាយរាល់ថ្ងៃនៅខាងខេត្តកំពង់ឆ្នាំងនៅស្រុកលលាផ្អ៊ីខេត្តកំពង់ឆ្នាំងណាអញ្ចឹងញាតិមិត្តបងប្អូនដែលចង់សាក់យន្តគឺអាចអញ្ជើញមកសាក់បានជារៀងរាល់ថ្ងៃឬក៏តាក់ទងតាមរយៈ Telegram 096 66 62 088ហ្នឹងគឺ Telegram ខ្ញុំកណាត់មកភាពផ្ទាល់ឬក៏អញ្ជើញមកផ្ទាល់ក៏បានដែរណាចុះមកពីភ្នំពេញមកហ្នឹងគឺគីឡូ72ផ្លូវជាតិលេខ5មកខាងភ្នំពេញដល់គីឡូ72បងប្អូនងាកខាងស្ដាំដៃទៅឃើញវត្តរតនមនីសាគរហៅវត្តតខូតណាអញ្ចឹងគឺខ្ញុំកណាត់មកភាពនៅអភិរក្សទីហ្នឹងឬក៏បងប្អូននៅខាងខេត្តបាត់ដំបងផ្ទាល់ឬក៏នៅខាងខេត្តបន្ទាយមានជ័យបៃលិនពោធិ៍សាត់ណាខេត្តដែលជាប់ខេត្តបាត់ដំបងហ្នឹងគឺថាចង់ទៅសាក់នៅខាងខេត្តបាត់ដំបងបងប្អូនធ្វើដំណើរទៅដល់រូបសំណាក់លោកតាត្បូងកញ្ញូងនៅចំពីមុខតាត្បូងកញ្ញូងហ្នឹងគឺថានៅទិសខាងជើងរូបសំណាក់តាត្បូងកញ្ញូងហ្នឹងចប់ស្តុបចំោះជ្រូកហ្នឹងគឺកន្លែងសមាគមអភិរក្សសាក់យន្តនៅកម្ពុជាណាអញ្ចឹងយើងសាក់យន្តបុរាណខ្មែរយើងដូចយើងបានលើកស្ទួយវប្បធម៌ផ្នែកខាងសរសាស្ត្រសរសិល្ប៍របស់ខ្មែរយើងណាអញ្ចឹងចូលរួមអភិរក្សសាក់យន្តបុរាណខ្មែរយើងទាំងអស់គ្នាពួកអញ្ចឹងសូមអរគុណ